Cola ទល់ជាមួយនឹង Medicare Part B Premium ហើយហេតុអ្វីបានជាមនុស្សចាស់ជាទូទៅនឹងឃើញប្រាក់ចំណេញរបស់ពួកគាត់នឹងគឺស្មើទៅនឹង0សម្រាប់ប្រាក់ខែអ្នកចូលនិវត្តន៍នៅក្នុងឆ្នាំ2026នេះបើយោងទៅតាមសារព័ត៌មាន Mebol Silo Columbia ដែលចេញផ្សាយនៅថ្ងៃទី28ខែធ្នូរដ្ឋបាលសន្តិសុខសង្គមអក្សរកាត់ SSA បានប្រកាសអំពី Cola ដែលមានចំនួន 2.8% សម្រាប់ឆ្នាំ2026ដែលវាខ្ពស់ជាង 2.5% នៅក្នុងឆ្នាំ2025បន្តិចពាក្យថា Cola គឺមកអំពីពាក្យថា Cost of Living Adjustment គឺមានន័យថាការកែសម្រួលឬក៏ការកែតម្រូវនៃការចំណាយនៅក្នុងការរស់នៅនេះមានន័យថាការកើនឡើងនៃ Cola គឺជាមធ្យមប្រចាំខែគឺចំនួន$56សម្រាប់អ្នកចូលនិវត្តន៍ទោះជាយ៉ាងណាក៏ដោយការកើនឡើងនេះភាគច្រើនគឺគ្រាន់តែជាសញ្ញាសម្គាល់សម្រាប់អ្នកទទួលផលជាច្រើនតែប៉ុណ្ណោះព្រោះវាត្រូវបានគេប្រើប្រាស់មុនពេលទៅដល់ដៃរបស់ពួកគេការកើនឡើងបន្តិចបន្តួចនេះមិនអាចដោះស្រាយអំពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុពិតប្រាកដដែលមនុស្សចាស់ជួបប្រទះនោះទេព្រោះវាត្រូវបានគេយកទៅទូទាត់សងវិញយ៉ាងឆាប់រហ័សដោយការចំណាយនៃការកើនឡើងនៅរបស់របរផ្សេងទៀតកត្តាចម្បងដែលធ្វើឲ្យបន្សាបឬក៏បាត់បង់នៅអត្តពលនៃការកើនឡើងនៃប្រាក់ចូលនិវត្តន៍គឺការកើនឡើងនៃ Medicare Premium ដែលត្រូវបានកាត់ចេញដោយស្វ័យប្រវត្តិអំពីមូលបទានប័ណ្ណប្រចាំខែឬក៏ប្រាក់ប្រចាំខែរបស់ពួកគាត់ស្តង់ដារនៃធានារ៉ាប់រង Part B Premium នឹងកើនឡើងពី$185នៅក្នុងឆ្នាំ2025ដល់ទៅ$202.90នៅក្នុងឆ្នាំ2026ការកើនឡើងគឺ$17.90នេះតំណាងឲ្យការកើនឡើងរហូតដល់ទៅ 9.7% លើសអំពី Cola 2.8% សម្រាប់អ្នកចូលនិវត្តន៍ជាមធ្យមការចំណាយនេះគឺកាត់បន្ថយ Cola ដែលនឹងបានកើនឡើងត្រឹមតែ 1.9% តែប៉ុណ្ណោះហើយសម្រាប់អ្នកដែលមានប្រាក់ចំណូលទាបវិញការកើនឡើងអំពី Cola ដោយពិតប្រាកដនោះគឺធ្លាក់មកចុះត្រឹមតែ 1% តែប៉ុណ្ណោះសម្រាប់អ្នកដែលទទួលបានតិចជាង$640ក្នុងមួយខែការកើនឡើង 2.8% គឺតិចជាងការកើនឡើងអំពីធានារ៉ាប់រង$17.90ក្នុងករណីនេះខណៈពេលដែលអត្ថប្រយោជន៍របស់ពួកគេនឹងមិនថយចុះពួកគេក៏នឹងមិនឃើញការកើនឡើងណាមួយនៅក្នុងការទូទាត់ចុងក្រោយរបស់ពួកគេផងដែរវាគឺមិនត្រឹមតែការចំណាយប្រចាំខែខ្ពស់ប៉ុណ្ណោះនោះទេការចំណាយផ្សេងទៀតរបស់ធានារ៉ាប់រងសុខភាពឬក៏ Medicare ក៏កំពុងតែកើនឡើងគួរឲ្យកត់សម្គាល់សម្រាប់ឆ្នាំ2026ផងដែរការកាត់កងទៅលើផ្នែកធានារ៉ាប់រងសុខភាពផ្នែក B នឹងកើនឡើងដល់ទៅ$283ដែលជាការកើនឡើង$26ពីឆ្នាំ2025លើសពីនេះមនុស្សរាប់លាននាក់អាចនឹងត្រូវបង្ខំចិត្តនៅការផ្លាស់ប្ដូរផែនការដោយសារតែការលុបចោលឬក៏ការផ្លាស់ប្ដូរនៅផែនការ Medicare Advantage សម្រាប់ឆ្នាំ2026ដែលធ្វើឲ្យផែនការហិរញ្ញវត្ថុសម្រាប់មនុស្សចាស់កាន់តែមានភាពស្មុគស្មាញអញ្ចឹងសរុបសេចក្តីមកនៅក្នុងសារព័ត៌មាននេះគឺចង់និយាយថាប្រាក់ដែលកើនឡើងជាប្រចាំខែរបស់បងប្អូនឬក៏លោកពូលោកមីងឯហ្នឹងគឺគេកើនឡើងរហូតដល់ទៅ 2.8% ប៉ុន្តែគេចង់និយាយថាទោះបីជាកើនឡើង 2.8% ក៏ដោយបើយើងប្រៀបធៀបទៅនឹងការកើនឡើងនៃការធានារ៉ាប់រងសុខភាពរបស់យើងគេហៅថាផ្នែក B Premium នោះគឺគិតគូរទៅថាលោកតាលោកយាយឬក៏បងប្អូននឹងមិនមានឃើញថាការកើនឡើងប្រមាណនោះទេនៅក្នុងប្រាក់ប្រចាំខែរបស់លោកតាលោកយាយនោះគឺមានន័យថាកើនឡើង 2.8% ប៉ុន្តែធានារ៉ាប់រងសុខភាពផ្នែក B Premium នោះគឺឡើងរហូតដល់ទៅ 9.7% ហើយសម្រាប់អ្នកដែលទទួលបានប្រាក់ខែជាមធ្យមនោះគឺអាចបាន$56ក្នុងមួយខែប៉ុន្តែសម្រាប់អ្នកដែលបានប្រាក់ចំណូលទាបឬក៏អ្នកបានប្រាក់ប្រចាំខែអ្នកចូលនិវត្តន៍នឹងគឺទាប
គឺអាចទទួលបានត្រឹមតែ1%ប៉ុណ្ណោះបន្ទាប់អំពីគិតគូរថាយើងឡើងបានពី8%ហើយតម្លៃនៃការធានារ៉ាប់រងសុខភាពនោះបានវាឡើងរហូតដល់ទៅ9.7%អញ្ចឹងគិតគូរទៅគឺបានសល់ត្រឹមតែ1%ប៉ុណ្ណោះនៃការកើនឡើងសម្រាប់ប្រាក់ប្រចាំខែរបស់បងប្អូនឬក៏លោកតាលោកយាយនោះអញ្ចឹងគឺមានន័យថាបងប្អូនគឺនឹងមិនឃើញមានការចំណេញអ្វីនោះទេដោយសារតែការកើនឡើងទៅនឹងធានារ៉ាប់រងសុខភាពនោះផងការកើនឡើងនៃថ្លៃទំនិញនោះផងហើយនឹងការចំណាយទៅលើផ្ទះទៅលើសម្បែងឬការចំណាយផ្សេងៗហ្នឹងគឺគេសរុបសេចក្តីមកគឺថាដូចជាមិនបានចំណេញអ្វីទេប៉ុន្តែទោះបីយ៉ាងណាក៏ដោយវាមិនបាត់បង់ឬក៏កាត់បន្ថយនៃប្រាក់ប្រចាំខែយើងដែរហើយនៅក្នុងសារព័ត៌មាននេះផងដែរបើសិនជាបងប្អូនចង់បញ្ចេញនយោបល់កុំភ្លេចសរសេរ comment នៅខាងក្រោមហើយជាចុងក្រោយក៏កុំភ្លេចជួយចុច like និងចុច subscribe